បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនានៅ channel របស់ខ្ញុំបាទថ្ងៃនេះនាំបងប្អូនមកទស្សនានៅសត្វស្លាបមួយប្រភេទគឺជាសត្វក្រៀលបាទសត្វក្រៀលនេះគឺជាសត្វមួយប្រភេទដែលមានកម្ពស់ខ្ពស់បាទខ្ពស់ហើយបាទមានប្រហែលជា1ម៉ែត្រកម្ពស់វាប្រហែលពី1ម៉ែត្រ8ទៅ2ម៉ែត្របាទហើយសត្វក្រៀលនេះដែរគឺមាននៅក្នុងចម្លាក់នៅប្រាសាទបាយ័ននៅខេត្តសៀមរាបបាទហើយប្រភេទសត្វក្រៀលនេះដែរគឺដូចជាមាននៅក្នុងរឿងទេសនារបស់លោកតែងតែទេសនាអំពីរឿងជាងកែវមณีនិងសត្វក្រៀលបាទបងប្អូនខ្លះគាត់អាចស្លាប់ធ្លាប់ទស្សនាហើយធ្លាប់ស្ដាប់ហើយសត្វក្រៀលនេះដែរគឺមានប្រភពនៅភាគច្រើនខ្ញុំធ្លាប់ទៅជួបផ្ទាល់គឺនៅលងព្រីងខេត្តពោតបាទគឺខ្ញុំធ្លាប់ទៅថតផ្ទាល់ទៅធ្លាប់ទៅឃើញផ្ទាល់នៅកន្លែងដែលគេអភិរក្សអំពីសត្វក្រៀលហ្នឹងបាទហើយនៅទុំតម្លៃយើងគឺមានមួយក្បាលដែរបាទមិញនេះគឺសត្វក្រៀលហើយនេះដែរគឺជាកុកកាសាប្រផេះបាទគឺវានៅជាមួយគ្នាបាទនៅក្នុងទ្រុងមួយគ្នាហើយបងប្អូនឃើញនេះមិនមែននៅថានៅក្នុងទ្រុងវាអត់ហើទៅក្រៅបានទេបាទគឺខាងលើគេដាក់ដបូលអត់មានដបូលទេអញ្ចឹងវាអាចហើទៅក្រៅរកចំណីអីបានតែដល់ពេលវាចង់មកកន្លែងវាសម្រាប់គឺវាមកនៅកន្លែងក្នុងទ្រុងហ្នឹងវាអាចសម្រាប់បានអីអញ្ចឹងណាបាទតែវាអាចហើទៅក្រៅរកចំណីតាមមាត់បឹងតាមអីនៅក្នុងតម្ៅហ្នឹងបានបាទហើយស្គុកកាសានេះដែរគឺសម្បូរដែរហើយដូចខ្ញុំធ្លាប់បាននិយាយពីវាមុនអញ្ចឹងគឺសត្វក្រៀលនេះក៏ជាសត្វមួយដែលគេអភិរក្សបាទគឺអភិរក្សនៅប្រទេសកម្ពុជាយើងគឺมันអាចឲ្យមានការបរបាញ់ឬក៏មានការអីទេព្រោះជាសត្វមួយដែលថាកម្រហើយมันមានហើយសត្វក្រៀលនេះដែរជាសត្វមួយដែលខ្ពស់ជាងគេបាទខ្ពស់ជាងគេនៅលើពិភពលោកកម្ពស់វាចាប់ពី1ម៉ែត្រ8ដល់2ម៉ែត្រអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងបាទអញ្ចឹងវាសត្វមួយដ៏ខ្ពស់ណាស់បាទអរគុណច្រើនបាទវីដេអូខ្ញុំមានខ្លីៗប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនជម្រាបលាបាយបាយ